នៅពេលដែលអ្នកជំងឺគាត់ទៅជួបអ្នកគ្រូពេទ្យឬក៏គ្រូពេទ្យគាត់តែងតែសួររដូវចុងក្រោយបន្ទាប់ពីគាត់មានផ្ទៃពោះដើម្បីចង់ដឹងពីអាយុពណ៌របស់គាត់តើហេតុអីបានជាការរាប់អាយុពណ៌នៅក្នុងផ្ទៃត្រូវពឹងផ្អែកទៅលើរដូវចុងក្រោយតើការរាប់ពីរដូវចុងក្រោយនេះអាចកំណត់ពីអាយុពណ៌ច្បាស់ដែរឬទេអញ្ចឹងបើយើងគិតពីរដូវចុងក្រោយការរាប់នៃអាយុពណ៌តាមពិតវាអត់ពិតប្រាកដទេហេតុអីបានថាអត់ពិតប្រាកដដោយសារអីដោយសារតែពេលដែលគាត់មករដូវចុងក្រោយពេលវេលានោះមិនមែនជាពេលវេលាដែលមានជីវិតញីធ្លាក់ទេអញ្ចឹងវាមិនមែនជាពេលវេលាដែលមានការបកកំណើតទេពេលវេលាដែលមានការបកកំណើតពិតប្រាកដគឺជាពេលដែលមានជីវិតញីធ្លាក់ប្រហែលជា2សប្តាហ៍ក្រោយបន្ទាប់ពីគាត់មករដូវអញ្ចឹងបន្ទាប់ពីមានជីវិតញីធ្លាក់មកហើយវាទៅជួបជាមួយនឹងមានជីវិតឈ្មោះធ្វើការបកកំណើតរាប់ចាប់ពីនោះមកបានជាអាយុគាត់ពិតប្រាកដប៉ុន្តែចុះហេតុអីបានគេចាប់ផ្ដើមរាប់ពីរដូវចុងក្រោយទៅទាំងដឹងថាវាខុសត្រូវគ្នាប្រហែលជា2សប្តាហ៍ហើយដោយសារតែតាក់ទងជាមួយនឹងថ្ងៃដែលមានជីវិតញីធ្លាក់ជាទូទៅគឺយើងពិបាកក្នុងការកំណត់បើទោះបីជាយើងដឹងពីវដ្តរដូវរបស់ស្ត្រីក៏ដោយទោះបីជាយើងអាចប្រើតេស្ត RH ដើម្បីកំណត់អំពីពេលវេលាដែលមានជីវិតញីធ្លាក់ក៏ដោយក៏យើងនៅតែមិនអាចប្រកាសច្បាស់ដែរដោយសារតែមនុស្សម្នាក់ៗគឺអត់ដូចគ្នាហើយបើយើងនិយាយជាក់ស្ដែងតាក់ទងជាមួយអ្នកជំងឺទៀតគឺគាត់ពិបាកក្នុងការដឹងអំពីពេលវេលាដែលមានជីវិតញីធ្លាក់ណាប៉ុន្តែបើសិនសួររដូវចុងក្រោយគឺគាត់ងាយជាងគាត់ដឹងថាកាលពីខែមុនគាត់មករដូវនៅថ្ងៃណាចូលដល់ខែថ្មីគាត់បាត់រដូវហើយតេស្តទាំងនោះឃើញថាមានផ្ទៃពោះអញ្ចឹងយើងសួរពីរដូវចុងក្រោយគាត់គឺគាត់ងាយចាំតែបើសួរថាមានជីវិតញីគាត់ធ្លាក់ថ្ងៃណាប្រហែលជាពិបាកឯងអញ្ចឹងហើយមូលហេតុហ្នឹងឯងបានជាត្រូវប្រើរដូវចុងក្រោយជាគោលទោះបីជាវាខុសត្រូវគ្នា2សប្តាហ៍ក៏ដោយបន្ទាប់មកដើម្បីឲ្យមានការច្បាស់លាស់តាក់ទងជាមួយនឹងអាយុគាត់នេះក្នុងត្រីមាសទី1បានន័យថា3ខែដំបូងតើគាត់មានផ្ទៃពោះគឺគាត់ត្រូវទៅធ្វើការពិនិត្យតាមរយៈអេកូនៅពេលដែលគាត់ទៅមើលអេកូគ្រូពេទ្យគាត់នឹងធ្វើការប្រៀបធៀបរវាងអាយុគាត់ជាមួយរដូវចុងក្រោយហ្នឹងប្រៀបធៀបជាមួយនឹងការលូតលាស់របស់គាត់នៅក្នុងផ្ទៃតើវាត្រូវគ្នាដែរឬទេបើសិនជាវាត្រូវគ្នាគឺយកប៉ុណ្ណឹងបើសិនជាអាយុពិតប្រាកដតាមរយៈអេកូហ្នឹងបញ្ជាក់ថាវាតិចជាងការរាប់តាមរដូវចុងក្រោយយើងគាត់អាចអង្គើចុះមកក្រោមបន្តិចមកឬក៏ការមើលតាមអេកូហ្នឹងឃើញថាវាលើសពីអាយុដែលគាត់រាប់តាមរដូវចុងក្រោយយើងគាត់រាប់ច្រឡំអញ្ចឹងគ្រូពេទ្យគាត់អាចកែតម្រូវតឡើងបន្តិចទៅធ្វើម៉េចឲ្យវាមានភាពត្រឹមត្រូវអញ្ចឹងសរុបមកវិញតាក់ទងជាមួយនឹងការពឹងផ្អែកលើរដូវចុងក្រោយនេះវាមិនមែនត្រឹមត្រូវពិតប្រាកដទេប៉ុន្តែគាត់ថាវាងាយក្នុងការគណនាវាងាយក្នុងការរាប់វាងាយក្នុងការចងចាំតែបើសិនជាយើងដឹងពីពេលវេលាដែលមានជីវិតញីធ្លាក់ពិតប្រាកដអានឹងយើងអាចរាប់ចាប់ពីពេលហ្នឹងទៅអានឹងជាអាយុគាត់ពិតប្រាកដទេប៉ុន្តែគឺមិនងាយទេយើងកុំឲ្យស្មុគស្មាញការពឹងផ្អែកទៅលើរដូវចុងក្រោយនេះដោយសារតែស្ត្រីមួយចំនួនអ្នកជំងឺមួយចំនួនគាត់ងាយក្នុងការដឹងថារដូវចុងក្រោយគាត់មកពេលណាមកដល់ឥឡូវទៅយើងអាចកំណត់នៅអាយុប្រហែលរបស់គាត់បានអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមចែករំលែកតែប៉ុណ្ណឹង